ឆ្លើយតបនឹងសំណួរដែលបងប្អូនភាគច្រើនតែងតែសួរពាក់ព័ន្ធជាមួយនឹងការបង្កើត account ថៅប៉ាវដែលបងប្អូនទាំងអស់គ្នាបានមើលនៅក្នុងវីដេអូរបស់ខ្ញុំហើយប៉ុន្តែនៅពេលដែលធ្វើការសាកល្បងបង្កើតផ្ទាល់គឺអត់ដូចគ្នាទេពីព្រោះថាវីដេអូហ្នឹងវាយូរដែរអញ្ចឹងទៅឥឡូវនេះ account ហ្នឹងគឺវា update ពីមុននៅពេលដែលយើងធ្វើការបង្កើត account ថៅប៉ាវគឺយើងត្រូវភ្ជាប់ជាមួយនឹង Alipay ហើយយើងត្រូវបង្កើត account Alipay ហើយយើងត្រូវភ្ជាប់មួយ password អីផ្សេងៗទៀតអញ្ចឹងមានការស្មុគស្មាញច្រើនប៉ុន្តែបច្ចុប្បន្ននេះគឺអត់អញ្ចឹងទេសម្រាប់ app ថៅប៉ាវគឺ update ដែលយើងអាចធ្វើការភ្ជាប់ account របស់យើងតាមរយៈលេខទូរស័ព្ទយើងអត់ចាំបាច់ភ្ជាប់ជាមួយនឹង Alipay ក៏បានដែរហើយយើងអាចធ្វើការបញ្ជាទិញតាមរយៈ Visa Card អញ្ចឹងរបៀបនៅក្នុងការភ្ជាប់បែបណាខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីទម្រង់ update ថ្មីរបស់ app ថៅប៉ាវអញ្ចឹងមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាដំបូងឡើយពេលបងប្អូនទាំងអស់គ្នា download កម្មវិធីថៅប៉ាវមកកាន់ទូរស័ព្ទដៃហើយបងប្អូនទាំងអស់គ្នាបើក app ថៅប៉ាវនេះមកវាមានសញ្ញាពណ៌ទឹកក្រូចអក្សរពណ៌ទឹកក្រូចខាងក្រោមនេះណាបងប្អូនទាំងអស់គ្នាគ្រាន់តែចុចលើនឹងមកវានឹងលោតផ្ទាំងមួយដើម្បីឲ្យយើងធ្វើការបំពេញជាមួយនឹងលេខទូរស័ព្ទហើយសម្រាប់ការបំពេញនេះដោយសារតែខ្ញុំ record ជាវីដេអូគឺវាអត់ឲ្យ record ទេអញ្ចឹងខ្ញុំធ្វើការថតពីទូរស័ព្ទមួយទៀតមកលើ screen នឹងអញ្ចឹងណាអញ្ចឹងដំបូងឡើយបងប្អូនទាំងអស់គ្នាវាយលេខទូរស័ព្ទរបស់យើងហើយលេខទូរស័ព្ទរបស់យើងហ្នឹងយើងត្រូវដាក់បូក855ជាមួយលេខទូរស័ព្ទរបស់យើងណាដោយគំរូដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាបែបនេះព្រោះពីបងប្អូនទាំងអស់គ្នាបានធ្វើអញ្ចឹងហើយបងប្អូនទាំងអស់គ្នាចុចប៊ូតុងពណ៌ទឹកក្រូចនេះមកវានឹងលោតផ្ទាំងបែបនេះជាទម្រង់បូក855ប៉ុន្តែជាទម្រង់ form របស់គេអញ្ចឹងណាហើយយើងចុចពណ៌ទឹកក្រូចបន្ថែមទៀតមកបន្ទាប់ពីយើងបានធ្វើការចុចរួចហើយយើងនឹងរងចាំលេខកូដដែលគេនឹងផ្ញើមកកាន់លេខទូរស័ព្ទដែលយើងបានភ្ជាប់មុននឹងមិញអញ្ចឹងយើងគ្រាន់តែបំពេញលេខកូដដែលបានផ្ញើមកហ្នឹងហើយយើងចុច confirm ទៅគឺវារួចរាល់ហើយមកដល់កន្លែងនេះវាគ្រាន់តែឲ្យយើងផ្ទៀងផ្ទាត់អញ្ចឹងយើងគ្រាន់តែទាញសញ្ញាពណ៌ Q នឹងមកគឺយើងបានបង្កើត account រួចរាល់ហើយពេលចូលមកដល់ផ្ទាំងបែបនេះមានថាបងប្អូនទាំងអស់គ្នាបានធ្វើការបង្កើត account ថៅប៉ាវរួចរាល់ហើយពាក់ព័ន្ធជាមួយនឹងការទិញខ្ញុំឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាមើលកន្លែងនេះបងប្អូនទាំងអស់គ្នាចូលមកគឺកន្លែងបំពេញអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនរបៀបក្នុងការបំពេញបងប្អូនទាំងអស់គ្នាអាចចូល add កន្លែងពណ៌ទឹកក្រូចនេះដំបូងឡើយពេលយើងចូលមកគឺអត់មានអាសយដ្ឋានទេហើយបន្ទាប់មកទៀតអានេះខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំចុចអាសយដ្ឋានដែលខ្ញុំបានបំពេញហើយគឺវាលោតបែបនេះអញ្ចឹងពាក់ព័ន្ធជាមួយនឹងអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនបងប្អូនទាំងអស់គ្នាក៏បំពេញដូចខ្ញុំពីព្រោះអាសយដ្ឋានហ្នឹងគឺខ្ញុំដាក់ក្រុមហ៊ុន GXT ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះក៏ឃ្លាំងគេអាចបដូរអាសយដ្ឋានអីអញ្ចឹងណាអញ្ចឹងដើម្បីសុវត្ថិភាពក្នុងការកម្មងអីវ៉ាន់របស់យើងគឺយើងត្រូវថាបញ្ជាក់ខាងក្រុមហ៊ុនដឹកជញ្ជូនឬមួយក៏បើសិនជាយើងប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនណាមួយគឺយើងអាសាតាមដានព័ត៌មានអញ្ចឹងណាជាវាងពេលខ្លះទៅគេបដូរឃ្លាំងថ្មីអញ្ចឹងទៅយើងដាក់អាសយដ្ឋានចាស់វាធ្វើឲ្យទំនិញរបស់យើងគឺបាត់អត់បានទទួលបានអញ្ចឹងណាអញ្ចឹងការដាក់អាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនហ្នឹងយើងត្រូវថាប្រយ័ត្នបន្តិចឥឡូវខ្ញុំបកត្រឡប់មកវិញខ្ញុំឧទាហរណ៍ថាពាក់ព័ន្ធជាមួយនឹងការកម្មងទិញគឺខ្ញុំទិញតាមរយៈ Visa Card អញ្ចឹងការទិញតាមរយៈ Visa Card នេះខ្ញុំត្រូវធ្វើបែបម៉េចចុះឧទាហរណ៍ថាខ្ញុំជ្រើសរើសទំនិញណាមួយយកមកធ្វើជាឧទាហរណ៍នៅក្នុងការកម្មងទិញឧទាហរណ៍ខ្ញុំជ្រើសរើសយកប្រភេទទំនិញមួយនេះ cover អញ្ចឹងណាហើយខ្ញុំធ្វើការដាក់កម្មងទិញយើង select size select ពណ៌អីធម្មតាអញ្ចឹងមកហើយយើងធ្វើការជ្រើសរើសកម្មងទិញមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាឃើញលេខ Visa Card ហើយបើអត់សិនជាអត់ឃើញទេគឺវាមានកន្លែងហ្នឹងឲ្យយើងចុចបំពេញអានេះយើងអាចធ្វើការភ្ជាប់ជាមួយ Alipay ក៏បានឬភ្ជាប់ Visa Card ថ្មីក៏បានដែរនៅពេលដែលយើងធ្វើការ create Visa Card ឡើងហ្នឹងបំពេញព័ត៌មាន card ហ្នឹងគឺយើងគ្រាន់តែបំពេញទៅម្ដងទៅគឺលើកក្រោយគឺវាភ្ជាប់អូតូឲ្យយើងហើយយើងចង់បដូរ Visa Card អីក៏បានដែរអញ្ចឹងណាហើយបន្ទាប់ពីយើងភ្ជាប់ហើយយើង select payment ទៅគឺវាអូតូកាត់លុយពី Visa Card យើងហើយសម្រាប់ការកម្មងគឺជោគជ័យអត់ពិបាកទេអញ្ចឹងការអាប់ដេតថ្មីនេះគឺងាយស្រួលមែនតើដើម្បីជួយសម្រួលការកម្មងទិញតាមរយៈថៅប៉ាវយើងអត់ពិបាកដូចមុនទៀតទេហើយសម្រាប់វីដេអូបន្ទាប់ពាក់ព័ន្ធជាមួយនឹងថាតើពេលដែលយើងកម្មងខុសយើងចង់ refund លុយត្រឡប់មកវិញតែយើងត្រូវធ្វើម៉េចអានេះខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតហើយអរគុណច្រើនសម្រាប់ការទស្សនានិងការគាំទ្របើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាណាមួយអាចធ្វើការឆាតមក Telegram របស់ខ្ញុំផ្ទាល់ឬក៏ comment ខាងក្រោម